ជារឿងក្តីលំដាប់ពិភពលោករបស់បរិះបោកប្រាស់ម្នាក់លំដាប់ជាតិនៃប្រទេសម៉ាឡេស៊ីដោយគាត់បានយកលុយដែលខ្លួនឯងបោកប្រាស់បានហ្នឹងគឺដើម្បីទៅជួលតារាស្រីស្អាតៗនិងតារាល្បីៗជាច្រើនឲ្យមកច្រៀងរាំកំដរខ្លួនឯងរួមជាមួយនឹងធ្វើការផ្សេងៗហើយថែមទាំងយកលុយនោះទៅទិញទូកប្រភេទ high class ដែលដូចជា villa ហើយរឿងដែលគួរឲ្យភ្ញាក់ផ្អើលជាងនឹងទៀតនោះគឺគាត់បានយកលុយដែលខ្លួនឯងបានបោកប្រជាជនបានហ្នឹងទៅបង្កើតរឿងភាគមួយដែលមានឈ្មោះថា The Wolf of Wall Street រហូតคล้ายទៅជាដំណើរនៃប្រវត្តិសាស្ត្ររបស់បរិមម្នាក់ដែលមានឈ្មោះថា Jolo ដោយគាត់បានឆកងមូលនិធិនៃប្រទេសម៉ាឡេស៊ីរហូតដល់ទៅជាង$4,500 លានសហរដ្ឋអាមេរិករឿងដែលគួរឲ្យរន្ធត់ហើយនឹងតក់ស្លុតខ្លាំងបំផុតនោះគឺគាត់នៅរស់រានមានជីវិតយ៉ាងមានសេចក្តីសុខដល់បច្ចុប្បន្ននេះដោយមិនដឹងថានៅទីណាប៉ុន្តែប្រធានាធិបតីនៃប្រទេសម៉ាឡេស៊ីគឺត្រូវបានជាប់គុករាប់ឆ្នាំទាំងអស់នេះគឺចាប់ផ្ដើមមានការបែកធ្លាយតាមរយៈរឿង The Wolf of Wall Street ហើយត្រូវបានសម្ដែងដោយតារាដែលមានឈ្មោះថា Leonardo DiCaprio ដោយនៅក្នុងរឿងហ្នឹងគឺជារឿងដែលបានបញ្ជាក់និងបង្ហាញប្រាប់ថាបុគ្គលម្នាក់ដែលគាត់ឆកងតាក់ទងជាមួយនឹងទីផ្សារភាគហ៊ុនរហូតដល់ខ្លួនឯងមានខ្លាំងក្លាយទៅជាមហាសេដ្ឋីហើយរឿងដែលគួរឲ្យ surprise បំផុតនោះគឺថាលុយដែលបានមកគ្រប់គ្រងគឺកើតចេញពីបុរសម្នាក់ដែលជាអ្នកបោកពិតប្រាកដគឺជា Mr. Jolo នឹងឯងនេះគឺជារឿងក្តីដែលធំបំផុតនៅលើពិភពលោកគឺជារឿងក្តីដែលមានឈ្មោះថា 1MDB ហើយនឹងបុរសដែលមានឈ្មោះថា Jolo មិនមែនជាអ្នកនយោបាយគាត់គឺជា businessman ម្នាក់ដែលមើលទៅមានមុខមាត់ស្អាតបាតគួរឲ្យទុកចិត្តមិនមានចំណុចត្រង់ណាមួយដែលគួរឲ្យសង្ស័យឬក៏មើលថាខ្លួនជាមនុស្សមិនល្អតែអ្វីដែលគាត់មាននោះគឺ connection ដែលខ្ពស់ជាមួយនឹងមនុស្សលំដាប់ top ទូទាំងប្រទេសហើយក៏លំដាប់ពិភពលោកហើយគាត់បានស្និទ្ធស្នាលយ៉ាងខ្លាំងជាមួយនឹងកូនចិញ្ចឹមរបស់ប្រធានាធិបតីនៃប្រទេសម៉ាឡេស៊ីនាសម័យនោះរហូតដល់ទទួលបានការទុកចិត្តយ៉ាងខ្លាំងបន្ទាប់មកគាត់ក៏បានមានឱកាសស្នើជាមួយនឹងប្រធានាធិបតីរបស់ម៉ាឡេស៊ីថាអូខេយើងសាកល្បងដើម្បីបង្កើតមូលនិធិក្នុងការអភិវឌ្ឍជាតិទាំងអស់គ្នាដែលមូលនិធិនោះមានឈ្មោះថា 1MDB ឬហៅពាក្យពេញថា One Malaysia Development Berhad គោលបំណងនៅក្នុង fund នេះគឺយកលុយពីក្រៅប្រទេសហើយនិងក្នុងប្រទេសដើម្បីជាចំណាយអភិវឌ្ឍសេដ្ឋកិច្ចនិងជំរុញជីវភាពរស់នៅរបស់ប្រជាជនម៉ាឡេស៊ីនាសម័យនោះដល់ទៅវាពិតជាល្អមែនទែនរដ្ឋបាលក៏ទុកចិត្តខ្លាំងបន្ទាប់មកក៏ចាប់ផ្ដើមមានការខ្ចីនិងរង្វិលជុំលុយដើម្បីបង្កើតមូលនិធិដែលមានឈ្មោះថា 1MDB ទាំងក្នុងប្រទេសនិងក្រៅប្រទេសបន្ទាប់មកមូលនិធិនេះក៏ចាប់ផ្ដើមមានលុយហូរចូលជាហូរហែរហូតដល់ទៅរាប់រយរាប់ពាន់លានរឿងដែលគួរឲ្យតក់ស្លុតហើយក៏ភ្ញាក់ផ្អើលបំផុតនោះគឺថា Jolo គាត់ក៏បានលួចកសាងក្រុមហ៊ុនថ្មីមួយទៀតដែលជារបស់ខ្លួនឯងហើយក៏វេលលុយដែលទទួលបានពីមូលនិធិ 1MDB នឹងចូលទៅក្នុងហោប៉ៅខ្លួនឯងផ្ទាល់ខ្លួនម្ដងបន្តិចរហូតដល់ទៅលុយទាំងអស់ហ្នឹងមានចំនួនជាង$4,500 លានសហរដ្ឋអាមេរិកសំណួរគឺថាឆោបបោកបានលុយរហូតដល់ទៅរាប់ពាន់លានសហរដ្ឋអាមេរិកហើយយកទៅធ្វើអីចម្លើយនោះគឺប្រើប្រាស់ជីវិតដែលល្អឥតខ្ចោះហើយក៏ហាយខ្លាំងមែនទែនដូចនៅក្នុងរឿង Hollywood អញ្ចឹងដោយគាត់បានយកលុយទៅទិញទូកដែលជាប្រភេទ super yacht ដែលមានតម្លៃរហូតដល់ទៅជាង$24 លានសហរដ្ឋអាមេរិកទិញភូមិគ្រឹះដ៏ធំស្កឹមស្កៃនៅ Beverly Hills ទិញយន្តហោះផ្ទាល់ខ្លួនរៀបចំកម្មវិធីជប់លៀងបែបល្អឥតខ្ចោះដែលគេហៅថា high class ឲ្យខ្លួនឯងដោយបានជួលតារាល្បីៗឲ្យមកច្រៀងកំដរដែលមានដូចជា Britney Spears ជួលតារាស្រីស្អាត Paris Hilton ដើម្បីមកដើរលេងកំដរខ្លួនហើយថែមទាំងយកគ្រឿងសម្អាងឬក៏ពពួកគ្រឿងពេជ្រកែច្នៃទាំងឡាយដែលមានតម្លៃរាប់លានដើម្បីទៅញ៉ែតារាស្រី Miranda Kerr គឺគ្រាន់តែញ៉ែបែបលេងអត់ពិតប្រាកដទេប៉ុន្តែចាយលុយបែបអញ្ចឹងណាហើយរឿងដែលគួរឲ្យកំ pl ែងបំផុតនោះគឺគាត់យកលុយដល់ទៅរាប់ពាន់លានដើម្បីបង្កើតរឿងភាគមួយដើម្បីឲ្យមិត្តភក្តិរបស់ខ្លួនបានសម្ដែងជាតួឯកដែលមានឈ្មោះថា Leonardo DiCaprio ដែលជារឿង The Wolf of Wall Street នឹងឯងរហូតដល់ឆ្នាំ2015អាចកំបាំងទាំងអស់នឹងក៏ត្រូវបានបែកធ្លាយតើអ្នកសារព័ត៌មាននិងអ្នកស៊ើបអង្កេតទាក់ទងជាមួយនឹងមូលនិធិចាប់ផ្ដើមមានការស៊ើបអង្កេតរហូតដល់ឃើញថាមូលនិធិ 1MDB អត់មានអ្វីជាប្រយោជន៍ដល់ប្រជាជនទេប៉ុន្តែបែរជាបាត់លុយនឹងអស់រលីងក្នុងមួយប្រព្រឹត្តនេះធ្វើឲ្យប្រជាជនម៉ាឡេស៊ីនាំគ្នាងើបឡើងមកធ្វើបាតកម្មទូទាំងប្រទេសតែម្ដងលទ្ធផលនោះគឺប្រធានាធិបតីនៃប្រទេសម៉ាឡេស៊ីនាសម័យនោះដែលមានឈ្មោះថា Najib Razak ត្រូវបានដាក់ទោសដោយត្រូវជាប់គុកក្នុងរយៈពេល12ឆ្នាំរឿងក្តីនេះក៏ត្រូវបានល្បីសុសសាយទូទាំងពិភពលោកនិងក្លាយទៅជាប្រវត្តិសាស្ត្រសំណួរគឺថាហើយចុះអ្នកដែលបោកប្រាស់គេដូចជា Jolo នឹងត្រូវកាត់ទោសឲ្យប្រហារជីវិតទេចម្លើយនោះគឺគាត់បាត់ខ្លួនទៅដោយគ្មានស្រមោល Jolo គឺគាត់ដឹងខ្លួនឯងថាអាចកំបាំងរបស់គាត់ត្រូវបានបែកធ្លាយហើយគាត់ក៏បានវិច្ចកវិច្ចដែលមានលុយច្រើនមហាសាលនឹងរត់ចេញពីប្រទេសគឺចាក់ចេញពីម៉ាឡេស៊ីហើយក៏នឹងមិនចូលទៅអាមេរិកទេព្រោះថារឿងក្តីនេះគឺជាប្រភេទក្តីលំដាប់ពិភពលោកចៅក្រមលំដាប់ពិភពលោករកចាប់ខ្លួនគាត់រហូតដល់បច្ចុប្បន្ននេះកន្លងផុតទៅដល់ទៅជាង10ឆ្នាំហើយក៏ចាប់មិនទាន់បានហើយក៏មានព័ត៌មានមួយចំនួនថាគាត់ត្រូវបានគេចខ្លួននៅម៉ាកាវ
ឬក៏នៅប្រទេសចិនដោយមានជនដែលមានឥទ្ធិពលនិងមានអាចកំបាំងបំផុតនៅតាមជួរពីក្រោយលទ្ធផលចុងក្រោយនោះគឺថាប្រធានាធិបតីជាប់គុកហើយមានបំណុលទូទាំងប្រទេសដែលធ្ងន់ធ្ងរមែនទែនប៉ុន្តែអ្នកដែលបានឆោបោកឬក៏បោកប្រាស់ហ្នឹងក៏ប្រើប្រាស់ជីវិតយ៉ាងសុខសប្បាយនៅលើផែនដីនេះដោយមិនដឹងថានៅកន្លែងណាបើអ្នកគិតថាខ្លួនឯងកំពុងតែត្រូវបានគេបោកប្រាស់មើលវីដេអូនេះណាថាដែលគាត់ជួបរឿងធ្ងន់ធ្ងរជាងនេះក៏មានដែរ